ចាវីដេអូនេះសម្រាប់អូនៗដែលចូលចិត្តញ៉ាំផ្លែឈើអញ្ចឹងម៉ាក់អាចជ្រើសរើស menu តាមការណែនាំនេះគឺយើងធ្វើការក្លុកជាមួយនឹង Lee Bean Kit ថ្ងៃនេះខ្ញុំជ្រើសរើសម្សៅទឹកដោះគោ Lee Bean Kit ហើយនឹងឆុងក្លុកជាមួយនឹងផ្លែសកានេះចាអញ្ចឹងយើងចាប់ផ្ដើមជាមួយគ្នាជាដំបូងគឺយើងមានទឹកចំណុះ180 ml ចាគឺអត់មានបានពាក់ស្រោមដៃអីទេម៉ាក់ដោយសារអីគឺពេលយើងនៅផ្ទះក៏យើងអត់បានពាក់ស្រោមដៃគ្រាន់ថាយើងលាងដៃឲ្យបានស្អាតហើយចាំយើងធ្វើការឆុងចាបន្តមកទៀតគឺយើងដួសម្សៅ5ស្លាបព្រាកាហ្វេស្មើចាចំនួន5ស្លាបព្រាបន្តមកទៀតគឺយើងអាចដាក់ផ្លែសកានេះចូលបានចាគឺងាយមែនតើមែនញូនេះចាដោយសារតែពេលខ្លះទៅឆុងតែទឹកដោះគោអូនអាចតលាន់ហើយកូនខ្លះទៅក៏អត់ចូលចិត្តញ៉ាំផ្លែឈើយើងឆុងលាយអញ្ចឹងទៅធ្វើឲ្យគាត់ញ៉ាំបានច្រើនជាងចាដូចរាល់ជាស្រេចហើយចាអញ្ចឹងម៉ាក់គាត់អាចដាក់កែវឲ្យអូនញ៉ាំបានតំណងអត់ម៉ាក់ចាអញ្ចឹងសម្រាប់ menu នេះគឺសម្រាប់អូន3ឆ្នាំឡើងទៅក៏អាចបន្ថែមជាទឹកកកម្ដុំ2ដុំបានដែរចាដើម្បីឲ្យរសជាតិគឺកាន់តែឆ្ងាញ់ហើយសម្រាប់ការណែនាំនេះគឺម៉ាក់អាចឆុងជាមួយភេទផ្លែឈើផ្សេងៗទៅតាមចំណង់ចំណូលចិត្តកូនក៏បានដែរឬមួយក៏យើងជ្រើសរើសផ្លែឈើណាដែលគាត់អត់ចូលចិត្តដាក់សាក់ល្បងឲ្យគាត់ញ៉ាំបានហើយសម្រាប់ម៉ាក់ដែលគាត់បានធ្វើតាមការណែនាំសូមជួយ comment នៅខាងក្រោមផងណា